ចិនឲ្យកម្ពុជាថៃត្រូវបញ្ចុះការបាញ់ប្រហារគ្នាបន្ទាន់ភារកិច្ចបន្ទាន់គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឲ្យបានឆាប់រហ័សចាប់ផ្ដើមសន្ទនាឡើងវិញនិងដោះស្រាយជំនួបព្រំដែនដោយសន្តិវិធីហើយរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់ទេវនិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរទាំងនេះគឺជាខ្លឹមសារដែលឯកឧត្តមករុទូតចិនប្រចាំកម្ពុជាវត្តវិពិនផ្សព្វផ្សាយឲ្យដឹងក្រោយលោកអិចម៉ែតមន្ត្រីបេសកកម្មជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃដើម្បីសម្របសម្រួលឲ្យមានការឈប់បាញ់ក្នុងចំនួនព្រំដែនកម្ពុជាឯកអគ្គរដ្ឋទូតចិនលើកឡើងថាភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាននិងគាំទ្រតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ាននិងក្នុងការឃ្លាំមើលបទឈប់បាញ់រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរចិនសង្ឃឹមថាកម្ពុជានិងថៃនឹងរួមសំដំណើរជាមួយគ្នាទៅបន្តការខិតខំស្ដារទំនុកចិត្តគ្នាទៅវិញទៅមកនិងការកសាងសន្តិភាពឡើងវិញតាមបណ្ដាព្រំដែន